ការបងប្អូនស្ត្រីណាខ្លះឬមួយក៏បងបរោះណាខ្លះកំពុងតែងើយឆ្ងល់អីទៅជាបញ្ហាសិមន់ហើយដុំសាច់សិមន់នឹងវាមានលក្ខណៈបែបណាពាក់ព័ន្ធចំពោះបញ្ហាសិមន់គឺជាប្រភេទជំងឺកាមរោគដែលឆ្លងតាមរយៈការរស់នៅជាមួយដៃគូដែលមិនបានការពារត្រឹមត្រូវហើយពាក់ព័ន្ធចំពោះបញ្ហាសិមន់នេះគឺវាមានរោគសញ្ញាមួយចំនួនបើសិនជាកើតមានចំពោះបងស្រីគឺវាអាចមានលីឡំជាមួយនឹងការធ្លាក់សតែបើសម្រាប់បងបរោះវិញគឺវាអាចមានលីឡំជាមួយនឹងការរមាស់ឬមួយក៏មានជាការដោះដុំសាច់មកលក្ខណៈដូចកញ្ចុំការកាត់ណាដូចខ្លែបក្រូចដូចចែមាត់ដូចចាំងថ្ងៃហើយពាក់ព័ន្ធចំពោះបញ្ហានេះបើមិនបានស្វែងរកដំណោះស្រាយត្រឹមត្រូវទេវាអាចប៉ះពាល់ច្រើនមែនទែនទៅលើបញ្ហាសុខភាពមិនថាទៅលើបងស្ត្រីទៅលើប៉ះពាល់ទៅលើស្បូនតែបើសិនជាបងបរោះវិញប៉ះពាល់ទៅលើផ្លូវភេទគឺសំខាន់អញ្ចឹងបើសិនជាបងស្ត្រីឬមួយ